Chu đã đọc tập đó côធ្លាក់លើក្បាលអ្នកលេងក្បាច់ក្បាលរបស់ Richie លើកមុខឡើងមនុស្សជាច្រើនរត់ត្រឡប់ចូលទៅក្នុងបន្ទប់សិក្សាវិញមិនយូរប៉ុន្មាន Richie នាំមនុស្សមកនរណាជាអ្នកបោះវត្ថុនេះមកលើខ្ញុំពេលឃើញគ្មាននរណាចេញមកឆ្លើយគាត់ទៅបោកម្ហូបថ្ងៃត្រង់របស់អ្នកដទៃឲ្យដួលហើយបិទទ្វារចេញមកលឿនជាវប្រងគិតថាខ្លួនឯងជាកូនកណ្ដាលរបស់គាត់ដូច្នេះបានមកជួយចរចាតែគ្មានគិតថា Richie នឹងដូចឈ្មោះរបស់គាត់ដល់ថ្នាក់វាកូនកណ្ដាលរបស់ខ្លួនឯងផងអ្នកមានបញ្ហាអ្វីមកបង្រៀនខ្ញុំធ្វើការទូឈៀវនៅពេលនោះសាំងអ៊ូដែលតែងតែខ្មាស់អៀនតែបានឈរឡើងមកវិញហើយអ្នកឈួតឈប់ឥឡូវនេះចេញមកប្រយុទ្ធគ្នាមុខមាត់ទៅមុខអ្នកឈួតអ្នកគិតថាអ្នកឯកទេសក្នុងការប្រយុទ្ធទ្រឹស្ដីRichie គិតថាមនុស្សប្រឆាំងបានញ៉ាំថ្នាំខុសមួយក្នុងភ្នែករបស់គាត់សាំងអ៊ូតែងតែខ្សោយប៉ុន្តែគាត់មិនយល់ថាសាំងអ៊ូត្រូវអត់ធ្មត់ទ្រាំទ្រទុកពិបាកជាច្រើនដើម្បីរងចាំថ្ងៃនេះសាំងអ៊ូទើបតែផ្លាស់ទីមកទីនេះមិនត្រឹមតែត្រូវបាន Richie រំលោភជាញឹកញាប់ទេសូម្បីតែគ្រូបង្វឹកក៏វាគាត់ជាញឹកញាប់ដែរដូច្នេះគាត់ស្អប់សាលានេះខ្លាំងណាស់ខណៈពេលដែល Richie កំពុងរំលោភគាត់ម្ដងទៀតសាំងអ៊ូបានភ្ញាក់ឡើងគាត់ចង់សង្សឹកគាត់ចង់បំបាក់មនុស្សទាំងនេះឲ្យជ្រុលដីដូច្នេះក្រោយត្រឡប់ទៅផ្ទះគាត់បានយកសៀវភៅបច្ចេកទេសមកសិក្សាទូរបស់ Idol Lee Seung បានស្រែកចេញហើយចាប់ផ្ដើមផ្លូវដ៏ធំសម្រាប់ការប្រែប្រួលរបស់គាត់បើមាននរណាម្នាក់ចង់ដឹងរឿងរ៉ាវរបស់យើងគឺប្រហែលជា10ជាភាពសំណាងល្អ2ជាជំនាញពិតប្រាកដ15ជាធម្មពលនៃភាពសប្បាយឌីក្រី5សប្បាយ50ជាការឈឺចាប់ខ្លាំងខ្លា100សប្បាយប្រជុំកម្មវិធីដំមីងថាប់សូមតាមដានភាពបន្តខ្ញុំបានអត់ធ្មត់យ៉ាងខ្លាំងរយៈពេលជាច្រើនខែដល់ទី2បានអភិវឌ្ឍទៅយ៉ាងច្រើនបន្ទាប់មកខ្ញុំអាចនិយាយអំពីអ្វីដែលខ្ញុំបានហាត់ប្រាណមកដល់ថ្នាក់ដែលមិនអាចរាប់ចំនួនបានអាស៊ីបាចេញមកប្រកួតគ្នាមុខមាត់ទៅមុខមាត់ដូចដែលគេនិយាយអ្នកចាប់ផ្ដើមមុនមានអត្ថប្រយោជន៍អ្នកចាប់ផ្ដើមក្រោយនឹងខាត់បងសាំងអ៊ូយកដាវពីចេញមកវាខ្លាំងទៅកាន់ក្បាល Richieគាត់មានអារម្មណ៍ថាគាត់អាចធ្វើបានម្ដងទៀតដូច្នេះគាត់បានទុកដាវពីរដុំនៅក្នុងដៃដោយសារតែគាត់ផ្ទាល់មិនធ្លាប់មានបទពិសោធន៍ជាក់ស្ដែងក្នុងការប្រយុទ្ធពិតប្រាកដតតែសោះការចាប់ប្រដាប់ការពីខ្លួននិងកូនរបស់គាត់ក៏មិនមានរបៀបវារៈឬយុទ្ធសាស្ត្រច្បាស់លាស់ណាមួយដែលអាចហៅថាជាការប្រយុទ្ធដ៏ប៉ិនប្រសប់នោះទេហាប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្រាប់ការប្រយុទ្ធជាមួយនឹងប្រជិនដែលកំពុងរងរបួសយ៉ាងធ្ងន់ធ្ងរនិងចុះខ្សោយនោះវិធីសាស្ត្រប្រយុទ្ធរបស់គាត់នៅតែអាចបង្ហាញប្រសិទ្ធភាពគួរឲ្យកត់សម្គាល់និងមានប្រយោជន៍ខ្លាំងណាស់ជាងអូចាប់ឱកាសសម្ដងទៀតឡើងអង្គុយលើរាងកាយរបស់ប្រជិនការចាក់ប្រដាប់យ៉ាងឈ្គួតឆ្កាំងធ្វើឲ្យសៀវខ្លាំងភ័យស្លេកមុខនៅពេលនោះសៀវប្រងដែលជាកូនកណ្ដាលរបស់ប្រជិនក៏រត់មកជាមួយបង្អួចផងដែរ Spray to my inner stir ជាមកជាងអូយកដំបងមួយទៀតឡើងដើម្បីប្រាស្ទួនហាមមិនឲ្យភ្នែកភ្លឺភ្នែកទេនេះគឺជាអ្វីដែលអ្នកគិតអំពីទោះបីជាវឹកហាត់មកជាច្រើនខែការប្រយុទ្ធជាមួយមនុស្ស8នាក់ក៏នៅតែពិបាកបន្តិចប៉ុន្តែបញ្ហានេះមិនធំដល់ថ្នាក់នោះទេសូមតាមដានភាពបន្ទាប់គាត់បានបញ្ចេញកំហឹងនិងអារម្មណ៍ដានតឹងក្នុងចិត្តយ៉ាងឈ្គួតឆ្កាង សូ
សំបីតែសម្លេងនៃការបដិសេធយ៉ាងដាច់អហង្ការរបស់គាត់ក៏คล้ายជារឿងព្រេងនិទានដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្ររបស់ក្រុមទាំងមូលគាត់បានឈរឡើងយ៉ាងរឹងមាំហើយដែលចេញពីលើដំបូលនោះ Break Time គឺ 0.5 ស្កុតទាំងអស់គ្នាក៏បានផ្លាស់ទីចេញដោយស្វ័យប្រវត្តិភ្លាមក្នុងពេលដែលគ្រូបង្វឹកក៏នាំមនុស្សមកកាន់ពួកនាងពួកគេកំពុងធ្វើអ្វីមួយពីគាត់សាលាទាំងអស់នៅកូរ៉េទៅញូម៉ាប្រមាណគ្នាដែរមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលឃើញសេងវូខឹងខ្លាំងគ្មានជំទង់បែបនេះតែគាត់ត្រូវទទួលផលវិបាកសេងវូត្រូវបានបណ្តេញចេញហើយគាត់បានសុំទោសដោយបន្ទាបខ្លួនទីបំផុតត្រូវបានលើកលែងទោសរួចផុតពីពន្ធនាគារដោយសារសូមអភ័យទោសឪពុកបាននិយាយប្រយោគមួយលីស៊ីវឡុងធ្លាប់បានសិក្សានៅសាកលវិទ្យាល័យថ្មីមួយ